Cam Top Tech សួស្តីបងប្អូននិងប្រិយមិត្តដែលតែងតែនិយមតាមដានទស្សនាវីដេអូរបស់ Cam Top Tech ជាទីមេត្រីនៅក្នុងថ្ងៃនេះនីតិកុំព្យូទ័រពី Cam Top Tech សូមបង្ហាញជូនគន្លឹះដ៏ខ្លីមួយស្តីអំពីរបៀបនៅក្នុងការដាក់ shutdown នៅលើ desktop របស់យើងបងប្អូនដឹងហើយថាដើម្បីធ្វើការបិទកុំព្យូទ័ររបស់យើងឬក៏យើងហៅថា shutdown ហ្នឹងគឺយើងត្រូវចូលទៅក្នុង start menu បន្ទាប់មកទៀតយើងចូលទៅកន្លែង power បន្ទាប់មកទៀតយើងបានយើងចុច shutdown អញ្ចឹងបានន័យថាវាច្រើនកលៈឬក៏សម្រាប់បងប្អូនដែលប្រើប្រាស់ Windows 8 នោះកាន់តែវែងឆ្ងាយទៅទៀតប៉ុន្តែសម្រាប់បងប្អូនដែលប្រើប្រាស់ Windows 7 គឺគាត់មានលក្ខណៈរាងស្រួលបន្តិចប៉ុន្តែនៅក្នុងថ្ងៃនេះ Cam Top Tech នឹងបង្ហាញជូនបងប្អូននៅគន្លឹះដ៏ស្រួលមួយគឺតាក់ទងទៅនឹងការដាក់ shortcut ឲ្យ shutdown ហ្នឹងគឺនៅលើ desktop បន្ទាប់ពីយើងចុចតែនៅលើ desktop គឺវានឹងធ្វើការបិទអូតូតែម្ដងអញ្ចឹងសូមតាមដានទស្សនាវីដេអូរបស់ Cam Top Tech ដូចតទៅមុនដំបូងបងប្អូនត្រូវចុច mouse ស្ដាំលើផ្ទាំងទំនេរណាមួយដែលមាននៅលើ desktop របស់បងប្អូនទាំងអស់គ្នាបន្តមកទៀតយើងចុចពាក្យថា new ហើយយើងជ្រើសរើសយកពាក្យថា shortcut បាទ shortcut នៅខាងលើនេះបាទបន្ទាប់ពី folder មកគឺ shortcut យើងចុចលើវាមកវានឹងធ្វើការឲ្យយើងទៅស្វែងរក file ដើម្បីយកមកដាក់ shortcut នៅលើ desktop អញ្ចឹងយើងត្រូវតែយក file ដែលមាននៅក្នុង system 32យកមកដាក់ដោយចុចពាក្យថា prompt បន្ទាប់មកទៀតបងប្អូនចូលទៅក្នុងកន្លែង disk PC បាទនៅក្នុង drive C បងប្អូនរក drive C ឲ្យឃើញបន្ទាប់មកយើងចុចអាកន្លែងសញ្ញាក្បាលព្រួយដើម្បីឲ្យធ្លាក់មកទៀតហើយបងប្អូនរើសយកពាក្យថា Windows បាទនេះគឺ Windows នៅក្នុង Windows នេះបងប្អូនទៅរកពាក្យថា System 32បាទនេះគឺ System 32ចុចចំសញ្ញាព្រួយនេះតម្លាក់វាចុះមកក្រោមទៀតបន្ទាប់មកបងប្អូនរក file មួយដែលមានឈ្មោះថា shutdown បាទនៅក្នុង Windows 7 គឺ shutdown.exe បាទអញ្ចឹងនៅក្នុង Windows 10 គឺ shutdown ទេអត់មានចុច exe ទេបន្ទាប់ពីបងប្អូនស្វែងរក shutdown ឃើញហើយបងប្អូនចុច OK បន្ទាប់មកទៀតចុចពាក្យថា next ដើម្បីទៅមុខតទៀតនេះគឺឈ្មោះ shortcut ដែលយើងចង់ដាក់ប្រសិនបើបងប្អូនចង់ដាក់ shutdown បងប្អូនដាក់ shutdown ទៅខាងនោះទៅខ្ញុំដាក់ថា goodbye ទៅចុះបន្ទាប់មកចុចពាក្យថា finish ដើម្បីបញ្ចប់វានេះគឺជា shortcut shutdown ប៉ុន្តែវាមិនទាន់ចប់នៅឡើយទេយើងត្រូវទៅធ្វើការកំណត់វាថាតើបន្ទាប់ពីការចុច shutdown របស់យើងប៉ុន្មាននាទីឬក៏ប៉ុន្មានវិនាទីដើម្បីឲ្យវាធ្វើការបិទទៅវិញអញ្ចឹងយើងចុចលើ shortcut ដែលយើងបានបង្កើតមិញហ្នឹងមកបាទចុច mouse ស្ដាំបន្ទាប់មកយកពាក្យថា property ហើយនៅត្រង់ target នេះបាទនៅត្រង់ target នេះបងប្អូនត្រូវដក clear មួយបន្ទាប់មកបងប្អូនចុចសញ្ញាដកហើយចុចពាក្យថា S បាទតំណាងឲ្យ shutdown បន្ទាប់មកទៀតបងប្អូនដក clear ទៀតហើយបងប្អូនចុចសញ្ញាដកមួយទៀតហើយចុចអក្សរ T តំណាងឲ្យ time អញ្ចឹង shutdown time បងប្អូនដក clear បន្ទាប់មកបងប្អូនដាក់ប៉ុន្មាននៅក្នុងនេះគឺវាកំណត់ជា second បានន័យថាវាកំណត់ជាវិនាទីអញ្ចឹង Cam Top Tech សូមកំណត់ថា10វិនាទីអញ្ចឹងបានន័យថាបន្ទាប់ពីការចុច10វិនាទីគឺវានឹងធ្វើការបិទកុំព្យូទ័រហើយបន្ទាប់ពីការកំណត់រួច Cam Top Tech សូមធ្វើការ change icon បាទអញ្ចឹងយើងចុចលើពាក្យថា change icon ដើម្បីដាក់នៅរូបភាព shutdown នៅលើ shortcut របស់យើងបន្ទាប់មកខ្ញុំជ្រើសរើសយកបតុង4ជ្រុងនេះដែលមានសញ្ញាអំពង់មូលពណ៌សហើយត្រេចុះក្រោមគឺតំណាងឲ្យបិទបន្ទាប់មកខ្ញុំចុច OK បាទហើយខ្ញុំចុចពាក្យថា apply ហើយយក OK នេះគឺយើងបានធ្វើបតុង shutdown រួចរាល់ហើយអញ្ចឹងគ្រាន់តែខ្ញុំចុចលើហ្នឹងគឺវា shutdown តែម្ដងសង្ឃឹមថាបងប្អូននឹងទទួលបានប្រយោជន៍ពីគន្លឹះដ៏ខ្លីមួយនេះសូមអរគុណចំពោះការតាមដានទស្សនាវីដេអូរបស់ Cam Top Tech